5-14ផ្ទះតូលមុខផ្សាររំដួលតែម្ដងទៅតឹង5ម៉ែត្រនេះពិតជាទលាល្អមែនតើបន្ទប់គេង2បន្ទប់ទឹក3សល់ពីក្រោយយើងមាន2ផ្ទះបងប្អូនណាតូលមុខផ្សារតែម្ដងនេះតូលមុខផ្សាររំដួលរៃវីលៀមកម្រងទី1នេះហើយគាត់លក់តែ59000តែយើងមាន2ផ្ទះមួយនោះ60000បងប្អូនណាដោយសារតំណោះមានដីក្រោយ6ម៉ែត្រឥឡូវខ្ញុំបង្ហាញបងប្អូនធួជាពិសេសទៅតឹង5ម៉ែត្រយើងនេះគឺអេមខ្លាំងបងប្អូនណាតលាយចូលមកខាងក្នុងបានដឹងហើយសល់មុខផ្ទះបែបនេះមិនតិចទៀតមានភាពអ៊ូអបើកអាជីវកម្មអ្វីក៏បានដែរបងប្អូនណាហើយនេះការ៉ូម៉ូដរចនាប័ទ្មគឺស្អាតនេះគាត់មានប្រក់ដបូលបែបនេះហើយរួចស្រេចនេះយើងមើលម្ដងទៀតទៅតឹង5ម៉ែត្រពិតជាធំបងប្អូនពិតជាធំទលាយជាមួយនឹងនេះក្បាច់ចដាឡើងលើហើយនេះ space ចដារបស់គាត់នេះអូទលាយណាស់នេះទប់ទឹកអូឆ្វង់តែម្ដងបងប្អូនណាចេះក្រានបាយស្អាតណាស់តែ59000ទេបងប្អូនណាកាត់ប្លង់រឹងជូននេះមានពីក្រោយនេះពីក្រោយប៉ុណ្ណេះប៉ុន្តែផ្ទះមួយទៀតដែល60000ហ្នឹងគឺពីក្រោយវា6-7ម៉ែត្រតែនេះក៏មាននេះគ្រប់ដាក់អវ៉ាន់ធំគួរសមនេះជាពិសេស space ផ្ទះបាយរបស់គេនេះរចនាបថអេមជាមួយនឹងតឹងផ្ទះ5ម៉ែត្រណាពិតជាញាក់នេះទប់ទឹកនេះយើងមើលទៅមុខវិញអូ5ម៉ែត្របងប្អូនណាវិឡាល្មមទៅតឹងប៉ុណ្ណឹងដែរហ្នឹងនេះឥឡូវយើងមើលខាងលើឡើងមកគឺបែបនេះសង់ថែមជាន់បាននេះបន្ទប់ខាងក្រោយនេះបន្ទប់ទឹកអូស្អាតណាស់ឆ្វង់តែម្ដងតែ59000ទេបងប្អូនតែ59000ទេនេះអេមែនតើណានេះយើងបើកភ្លើងទៅជាតិតែម្ដងហើយបន្ទប់នេះអេមនេះបងប្អូនណាគឺអេមតែម្ដងយើងបើកភ្លើងមកនេះទប់ទឹកក្នុងហ្នឹងនេះអេមនេះទប់ទឹកហើយបងប្អូនទូនេះទប់ទឹកក្នុងហ្នឹងអូរចនាប័ទ្មរបស់គេនេះស្អាតបងប្អូនណាស្អាតណាហើយមានចដាសង់ឡើងលើបានទៀតនេះមានជាន់ឡើងលើបែបនេះទៀតនេះគ្រប់អានេះគ្រប់ហើយអត់កសៃរៀបត្រឹមនេះបងប្អូនណាស្អាតមែនតើខ្ញុំបង្ហាញបងប្អូនតែមួយទៀតតនេះ60000ដោយសារពីក្រោយវាគឺសល់ដីដល់ចូល6ម៉ែត្រជាងតនេះចំផ្សារដូចគ្នាផ្សារបច្ចុប្បន្នមានការលក់ដូរគួរសមដែរប៉ុន្តែបងប្អូនណាជាមួយនឹងតតឹង5ម៉ែត្រគឺទលាយខ្លាំងរចនាបថការ៉ូក្បាច់ចដាឡើងលើនេះបងប្អូនណាវិឡាមួយចំនួនក៏តតឹងតែ5ម៉ែត្រដែរទេ5ម៉ែត្រតិចតួចបន្ទប់ខាងលើអីដូចគ្នាបងប្អូនខ្ញុំបង្ហាញទៅខាងក្រោយសម្រាប់ផ្ទះនេះវាលើសផ្ទះមុនតែមិនតិចទេបងប្អូនណាវាលើសគួរសមដែរនេះជាមួយនឹងខាងក្រោយនេះវែងបែបនេះឲ្យគាត់រៀបដាំចេកដាំអីមកឆ្ងាញ់បងប្អូនណាអានេះ60000កាត់ប្លង់រឹងជូនផ្ទះមិញគឺ59000ចរចាទាំងពីរបងប្អូនណាអញ្ចឹងចាប់អារម្មណ៍ធ្វើការតំណែងមើលទីតាំងចរចាតម្លៃបានគ្រប់ពេលបងប្អូនអាចឆាតតំណែងមកយើងខ្ញុំនឹងតម្លាក់ជូនបងប្អូននៅ Google Map មកកាន់ទីតាំងនេះដើម្បីបងប្អូនចុចមើលនិងណាត់មើលទីតាំងផ្ទាល់ចរចាតម្លៃបានគ្រប់ពេលទល់មុខផ្សាររំដួលបូរីវីលៀមកម្រងទី1តែម្ដងបងប្អូនណា